ព្រោះតែស្ដាប់បទចម្រៀងលើទូរស័ព្ទ iPhone ហើយបិទ screen ឲ្យរលត់ហើយនៅលឺហ្នឹងចាំ download app ណាមួយមកចំនួនទៅអីនៅលើ phone ហើយស្ដាប់បានងាយស្រួលតែម្ដងមកចឹងតែចង់ដឹងរបៀបធ្វើវាមើលវីដេអូនេះគ្រាន់តែក្នុង Safari សេរពាក្យថា YouTube នៅពេលនោះអ្នកនេះប៉ះត្រេប3ខាងលើហើយមកប៉ះត្រេប3ខាងក្រោម3ខាងក្រោមនេះប៉ះអង់គ្លេសដែលមានថា request website ផ្លាញ់រូបកុំព្យូទ័រទៅរូបទូរស័ព្ទអាក្រោមនេះអង់គ្លេសដូចគ្នាបើភ្លើងអង្គសិនឲ្យភ្លឺចឹងវាថា request desktop website ពេលនេះបានធ្វើនៅកន្លែងពីរប្រយោគខ្ញុំបានបង្ហាញនេះរួចហើយនេះគាត់លើប៊ីតុង share នៅក្រោម screen ទូរស័ព្ទ iPhone យើងចឹងមកនៅពេលនោះវា load ពាក្យថា add to home screen យើងយកចេញមកក្រៅដាក់នៅ home screen ទូរស័ព្ទ iPhone យើងតែមានស្រួលបែបនេះនេះទៅ share បានទៅ share ជាចំណាំនៅពេលនេះគឺ YouTube យើងបានបង្កើតចេញមករួចហើយយើង clone វាចេញក្រៅបែបនេះចឹងតោះមកយើងក្នុងកម្មវិធីដែលយើងបានបង្កើតបំបញ្ញមិញចឹងមកវានឹងចេញបទចម្រៀងដែលយើងការស្ដាប់ទាំងប្រហែលគឺនៅទីនេះទាំងអស់អាចស្វែងរកបន្ថែមទៀតក៏បានតាមចិត្តដែលយើងចង់អញ្ចឹងនៅពេលនេះគឺអ្នកអស់ក្តីបារម្ភអីគ្រប់បទចម្រៀងដែលការស្ដាប់ធ្វើការ lock screen ល្ងឹតដោយមិនចាំបាច់បើកបែបនេះបទចម្រៀងអ្នកនេះនៅតែ still នៅតែដំណើរការជានិច្ចអញ្ចឹង easy តែមកចាំ download app ណាចំនួនឡើយគឺយើងអាចស្ដាប់បានដោយនេះ